ជំរាបសួរលោកគ្រូខ្ញុំឈ្មោះសេងសុវិសាលមកពីក្រុម SV34 ថ្ងៃនេះខ្ញុំមកធ្វើលំហាត់ Linux បន្តគឺ copy text ពី file ដែលបាន find ជាដំបូងត្រូវបង្កើត directory សិនដោយប្រើ command mkdir mkdir.p ដើម្បីបង្កើត directory តែនៅក្នុងនោះវាមាន directory ផ្សេងគ្នាទៀតគឺ ctext ហើយនិង backup ហើយនៅក្នុងនោះមាន file student file b ទៅដល់ b.a ទៅដល់ b.i នេះគឺជា directory ដែលយើងបានបង្កើតចុះមកដើម្បីប្រើ command ដើម្បី copy ដោយយើងប្រើ command sudo find text ពីក្នុង file var មកដែលនៅក្នុងនោះមានឲ្យតែមានពាក្យថា Ubuntu ហើយ size ធំជាង 10 មេទៅដល់តូចជាង 60 មេគឺ copy មកទាំងអស់ដំបូងយើងប្រើ command copy ទៅ directory b.a សិនមកទៀតយើងtree មើលសិននេះគឺចូលមក file directory b.a ហើយតមកទៀតយើងធ្វើដូចគ្នាដដែលគឺ b ម្ដងទៀតយើងធ្វើទៅ c ចូល d ចូល e ម្ដងចូល f ចូល g នេះចូល directory b.a ចូលមកហើយមកទៀតយើង tree មើលបន្ទាប់ពីយើង copy ហើយយើងត្រូវ tree មើលនៅក្នុងនេះគឺយើង copy ហើយនៅក្នុងមាន text ដូចគ្នាទាំងអស់នៅក្នុងគ្រប់ directory ការបង្ហាញរបស់ខ្ញុំទៅបានចប់ប៉ុណ្នេះសូមអរគុណលោកគ្រូដែលបានមើលវីដេអូនេះ